សូមជូនរឿងសំណោចខ្មោចតាពេកភាគ1បន្ទាប់ពីស្លាប់អស់រយៈពេល7ថ្ងៃព្រលឹងតាពេកមិនបានទៅណាទេគឺនៅវិលវល់តែក្បែរផ្ទះរបស់គាត់នេះមកពីគ្មានអ្នកធ្វើបន់ឧទ្ទិសកុសលជូនដល់គាត់ទើបធ្វើឲ្យព្រលឹងវិលវល់មិនព្រមទៅណាហើយតែយើងគ្មានសាច់ញាតិនឹងគេទើបគ្មានអ្នកធ្វើបន់ឲ្យចំណែកឯអ្នកភូមិដឹងថាយើងស្លាប់ហើយតែមិនព្រមជួយរៀបចំសាកសពយើងឲ្យបានត្រឹមត្រូវទៀតចាំមើលអញនឹងតាមលងពួកឯងឲ្យផ្អើលភូមិម្ដងនេះជាមូលហេតុធ្វើឲ្យតាពេកបែកអាចដើរលងអ្នកភូមិហើយថ្ងៃនេះក៏ជាថ្ងៃចេញលងដំបូងរបស់គាត់ដែរថ្ងៃនេះដូចជាមានខ្យល់បក់មកត្រជាក់មិនដឹងទេវ៉ៃមានអារម្មណ៍ថាមានអ្នកតាមដានពីក្រោយរហូតអញ្ចឹងថ្ងៃនេះលងនឹងឯងឲ្យដាច់អាចម្ដងដោយសារតែខឹងពួកអុកញុយដែលដឹងថាគាត់ស្លាប់ហើយតែមិនព្រមធ្វើបន់ឲ្យគាត់ទៀតទើបគាត់មកលងប្រពន្ធពួកអុកញុយឲ្យពួកអុកញុយដឹងខ្លួនម្ដងបើចង់ដឹងពីដើមហេតុមកពីអ្វីទើបធ្វើឲ្យតាពេកស្លាប់សូមបងប្អូនចូលទៅទស្សនានៅក្នុងរឿងអាចផ្ដាច់សង្ខារទើបដឹងពីមូលហេតុចំសំឡេងនេះដូចសំឡេងខ្មោចទេដឹងអញដូចមិនសូវស្រួលទេវ៉ៃខ្មោចហើយថាមិនខ្មោចទៀតហា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 កុំតន់ទៅណានិយាយគ្នាលេងសិនអញទៅហើយគ្មានពេលនៅនិយាយជាមួយទេវ៉ៃចង់និយាយក៏និយាយជាមួយអាចអញទៅអញក៏ទៅដែរស្អុយអាចណាបន្ទាប់ពីនិយាយចប់តាពេកក៏បាត់ទូបសូនចឹងទៅចំណែកឯមីងញុកវិញរត់ភ័យផងរាន់អាចផងធ្វើឲ្យគាត់មានអារម្មណ៍ជីបអូជាខ្លាំងឆ្ងល់ដល់ហើយវ៉ៃព្រៃនឹងដូចជាមិនធ្លាប់មានខ្មោចលងសោះតាំងពីដើមមកមិនប្រឹងមិញមានខ្មោចលងអញអញ្ចឹងវ៉ៃចាំអាតាពេកញយនឹងមកពីស្រែវិញសួរបន្តិចមើលខ្មោចលងដូចអញដែរអត់តែមុខដូចធ្លាប់ស្គាល់មួយសន្ទុះក្រោយមកពូអុកញុយក៏បានត្រឡប់មកពីស្រែវិញហេញ៉ានិយាយអញ្ចឹងហេទៅអាចនៅព្រៃនឹងរាល់ដងមានខ្មោចលងដូចខ្ញុំអត់សួរអីចម្លែកម៉េះយេប៉ាក់នេះភូមិយើងដែលមានខ្មោចលងមកពីណានឹងហើយវាចម្លែកអញ្ចឹងបានជាខ្ញុំសួរហ្នឹងណាពូរាល់ដងមិនដែលមានអីទេទៅព្រឹកមិញហ្នឹងហើយខ្មោចនោះវាលងមិនទៅឯងមានលងមិនខ្ញុំគ្រាន់តែលឺហឺមកផ្លែតចឹងមកតែមកខ្ញុំភ័យរត់ឡើងបាច់អាចអស់ហើយឯងតែមុខខ្មោចនោះខ្ញុំដូចស្តៀងណាស់ឯងมันអីទេអញ្ចឹងចាំខ្ញុំទៅសងសឹកឲ្យឯងហើយមើលមុខវាផងខ្ញុំទុកចិត្តលើឯងហើយអញ្ចឹងលុះព្រឹកឡើងពូអុកញុយក៏ដើរទៅអាចដូចរាល់ដងតែព្រឹកនេះមិនដូចរាល់ដងទេព្រោះព្រឹកនេះមានខ្យល់បក់ខុសពីធម្មតាធ្វើឲ្យពូអុកញុយក៏មានអារម្មណ៍ស្រាវផងដែរម៉ួយអញមកមួយទៀតហើយអើយហា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 ថ្ងៃនេះដូចខ្យល់បក់មកត្រជាក់មិនដឹងទេវ៉ៃអញដូចសង្ស័យណាថ្ងៃនេះពូអុកញុយដើរមិនដើរនិយាយមិនដើរទាំងមានអារម្មណ៍ភ័យខ្លាចខុសពីរាល់ដងនៅម្ដុំនឹងហើយថ្ងៃនេះមានអារម្មណ៍ថាខ្យល់បក់មកត្រជាក់ខុសធម្មតាដូចសង្ស័យណាអញថ្ងៃនេះគ្រាន់តែនិយាយចប់ភ្លាម
ខ្មោចតាពេកក៏ចាប់ផ្ដើមចេញធ្វើបេសកកម្មដូចរាល់ដងសំឡេងហ្នឹងសង្ស័យតែខ្មោចទេអញ ខ្មោចហើយថាមិនខ្មោចទៀតហា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  ចុះខ្មោចតាពេកតើដោយការសង្ស័យមែនត្រូវហើយអញ ណាក៏ដោយឲ្យតែមកជួបឯងក្បែរផ្ទះឯងអញលងទាំងអស់ហា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 ដោយសារតែភ័យខ្លាំងពេកពូអុកញុយរត់បណ្ដើរអាចដាក់ខោបណ្ដើរព្រោះខ្លាចខ្មោចតាពេកមកតាមលងទៀត ចំហើយអញថាមកសងសឹកឲ្យប្រពន្ធតែឥឡូវបែកអាចពេញខោបាត់ហើយហ្នឹងអត់កើទេអញបន្ថែមលបឿនសិនទៅបាន ពេលទៅដល់ផ្ទះពូអុកញុយក៏បាននិយាយរឿងរ៉ាវដែលបានជួបទៅប្រាប់ប្រពន្ធទាំងអស់ដោយរឿងរ៉ាវនោះដូចគ្នាបែបបាត់ទៅនឹងមីងញ៉ុកដែរហើយថ្ងៃនេះដល់វេនយាយចន្ទធូម្ដងតាពេកគ្មានស្ទាយអ្វីប្លែកៗទេមានតែស្ទាយដដែលៗមកលងអ្នកភូមិដោយសារតែលងជារៀងរាល់ថ្ងៃធ្វើឲ្យអ្នកភូមិមិនសូវហ៊ានមកអាចក្បែរផ្ទះតាពេកទេថ្ងៃនេះយាយចន្ទធូបានដើរមកផ្ទះពូអុកញុយដើម្បីសួរនាំរឿងខ្មោចតាពេកថ្ងៃនេះអត់ទៅស្រែទៅចំការទេអីអាខ្ញុយ អូអត់ទៅទេយាយទៅតែទៅមើលម្សិលមិញហើយហ្នឹងចឹងហើយថ្ងៃនេះអត់ទៅទេចុះយាយមកមានការអីដែរយាយ អញមកសួររឿងខ្មោចតាពេកហ្នឹងណាហើយគាត់ស្លាប់តាំងពីអង្កលបានអញអត់ដឹងសោះអញ្ចឹង គាត់ស្លាប់ជិត1ខែហើយយាយឯងអត់ដឹងទេអញ្ចឹង អញអត់ដឹងទេព្រោះអត់ឮដាក់មីក្រូផង និយាយទៅខ្ញុំក៏មិនដឹងថាគាត់ស្លាប់ពីអង្ការដែរយាយតែថ្ងៃហ្នឹងខ្ញុំដើរទៅលេងគាត់ហើយអត់ឃើញគាត់ចុះពីផ្ទះសោះអញ្ចឹងខ្ញុំក៏ឡើងទៅមើលលើផ្ទះហើយឃើញគាត់ស្លាប់នឹងស្អុយបាត់ហើយហ្នឹង ហើយឯងមានបានបញ្ចុះសពគាត់ឲ្យបានត្រឹមត្រូវដែរអត់ អត់ផងយាយខ្លាចគេថាខ្ញុំសម្លាប់គាត់ហើយយកគាត់ទៅកប់បំបត្តិផោះតាងហើយម្យ៉ាងទៀតខ្លាចខ្មោចផងក៏ត្រឡប់មកផ្ទះវិញទៅ ប្រហែលមកពីអញ្ចឹងហើយបានប្រលឹងគាត់តាមលងអ្នកភូមិនោះ ហ្នឹងហើយយាយខ្ញុំទើបតែភ្ញាក់ខ្លួនព្រឺតពេលគាត់លងខ្ញុំ ហើយគាត់លងឯងយ៉ាងម៉េចអាខ្ញុយប្រាប់អញបន្តិចមើល ពូអុកញុយក៏បានរៀបរាប់ពីដំណើរដើមតងទាំងអស់ទៅប្រាប់យាយចន្ទធូអំពីរឿងខ្មោចតាពេកតាមលងនិងមូលហេតុតែគាត់ស្លាប់បន្ទាប់ពីនិយាយចប់យាយចន្ទធូក៏លាន់មាត់ថា ជុំអីក៏ដូចគ្នាមែនវើយអញថ្ងៃមុនរត់ឡើងបាតជើងសពៀតរបស់គាត់ដែរហ្នឹងណាតែអញថាតានោះជាតែស្ទាយលងមួយនឹងទេដឹងហ៎ យាយខ្មោចលងប៉ុណ្ណឹងហើយនៅមានអារម្មណ៍លេងសើចទៀត អញចេះតែនិយាយឲ្យបាត់ភ័យទៅអាខ្ញុយអើយ អញ្ចឹងយើងត្រូវធ្វើយ៉ាងម៉េចទៅយាយទើបតែពេលឈប់លងយើងទៀត មានធ្វើយ៉ាងម៉េចគឺយកសាកសពគាត់ទៅបញ្ចុះឲ្យបានស្រួលបួលទៅគឺចប់ហើយ ខ្ញុំខ្លាចតែមិនចប់ហើយនៅមានភាគបន្តទៀតណាយាយ មានភាកបន្តមកពីណាទៀតអាខ្ញុយលុះត្រាតែរកសាកសពមិនឃើញ ចោះមករកឃើញយាយ បើរកឃើញគឺចប់បរិបូរណ៍ត្រឹមនឹងហើយ អញ្ចឹងយាយជួយទៅរកប្រុសក្នុងភូមិឲ្យបាន2-3នាក់ផងដើម្បីស្រួលបញ្ចុះសពតាពេក ចាំអញជួយរកឲ្យអញ្ចឹងអញទៅសិនហើយ
ដោយសារតែពូអុកញុយមិនបានបញ្ចុះសពតាពេកតាំងពីដំបូងមកទើបធ្វើឲ្យតាពេកខឹងតាមលងអ្នកភូមិគ្រប់គ្នាព្រោះគាត់គិតថាគេមិនបានចាត់ទុកគាត់ជាអ្នកក្នុងភូមិជាមួយគ្នានោះទេថ្ងៃនេះពូអុកញុយនិងយាយចន្ទូរួមទាំងអ្នកភូមិនាំគ្នាមកផ្ទះតាពេកដើម្បីបញ្ចុះសពគាត់តែពេលទៅដល់ពួកគេរកមិនឃើញសាកសពតាពេកនោះទេ អញបាត់សាកសពតាពេកទៅណាបាត់ហើយ បាត់សាកសពយ៉ាងម៉េចអាខ្ញុយហើយកុំបំភ័យអញណាហើយថ្ងៃនោះហើយឃើញគាត់ស្លាប់នៅត្រង់ណា ថ្ងៃនោះខ្ញុំឃើញគាត់ដេកស្លាប់នៅលើគ្រែឲ្យច្បាស់ចែសណាយាយ ហើយឯងច្បាស់ប៉ុន្មានភាគរយដែរ ច្បាស់ 100% ហ្មងយាយគាត់ដេកស្លាប់ត្រង់ហ្នឹង បើច្បាស់ហើយអញ្ចឹងមានតែតាពេកគាត់យកសាកសពខ្លួនឯងទៅលាក់ទេអញ្ចឹងហ៎ អញ្ចឹងពួកយើងធ្វើមិនទៅយាយ មិនបាច់ធ្វើអ្វីច្រើនទេរត់ឲ្យតែលឿនហើយទន្ទិញពាក្យថាសក់អាណាក្បាលហ្នឹងទៅតោះយើងដោយសារតែខ្លាចខ្មោចតាពេកខ្លាំងពេកធ្វើឲ្យពួកគេរត់បាត់ជើងសព្រាតបាត់អស់ទៅសូមរងចាំតាមដានទស្សនាភាគទី2វិជាបន្តទៀតតើតាពេកនឹងមានក្បាច់លងអ្វីខ្លះទៀតមកចែកជូនបងប្អូនទស្សនាតែនៅពេលនេះអ្នកនិពន្ធសុំទៅផឹកកាហ្វេមួយកែវសិនព្រោះឃ្លានបញ្ញាខ្លាំងណាស់